ដើរពីលើនេះងាយស្រួលផងបាទអញ្ចឹងគេការជួសកុងត្រាបានគេត3ឆ្នាំបន្តទៀតអញ្ចឹងការជួសជុលកញ្ចក់ការចាំបាច់ផងគេអញ្ចឹងយើងមើលមានទាំងរូបតោមានទាំងរូបគ្រុឌបាទអញ្ចឹងណាហើយដំរីក្បាល3ខាងក្នុងនោះយើងឃើញសេះក្បាល5យើងអត់ដែលឃើញទេចាំតិចទៀតខ្ញុំនឹងនាំក្រុមការងារយើងចូលទៅមើលសេះក្បាល5ហើយចំដំបងវាអ្នកទោសទៅទៀតបាទមកយើងអញ្ជើញមកខាងនេះយើងដើម្បីផ្តិតរូបភាពនៅទីនេះភាសាទៀតអំបញ្ញមិញយើងផ្តិតរូបភាពនៅទីនោះគេដាក់ឈ្មោះថាលៀនជួលដំរីបាទខាងនេះវិញយើងគេដាក់ថាបាទព្រះលៀនស្ដេចកំឡុងបាទឃើញអត់បាទថ្មនេះបាទមិនមែនជាថ្មនៅសម័យបាយ័នឬសម័យអង្គរទេបាទគេទឹមតែឆ្លាក់ថ្មីទេគេហៅថាប្រលៀនស្ដេចកំឡុងនៅចុងសតវត្សទី12ដូចគ្នាបាទតោះយើងធ្វើដំណើរចូលទៅកន្លែងបាទគេហៅថាមេមដុតសពឬគេហៅថាមេមដុតខ្មោចតោះទៅទាំងអស់គ្នាបងប្អូនបាទអានេះគេហៅថា7ជាន់នឹងគឺនរកបាទមើលឃើញទេច្បាំងគ្នាលើរទេះសេះណាឃើញរូបច្បាស់ចេះបាទអញ្ចឹងការឆ្លាក់ហ្នឹងគឺព្រៀងមែនទេបាទអត់ទៅអត់ខាតជើងទេទៅបណ្ដោយយើងកាត់ចូលតិចទៅតោះយើងបត់ស្ដាំទាំងអស់គ្នាចាំឲ្យបងគាត់ផ្តិតរូបភាពបន្តិចបាទក្រុមការងារយើងដើម្បីចូលទៅក្នុងហើយគេហៅថាគុណយើងធ្វើដំណើរទាំងអស់គ្នាបាទអញ្ចឹងយើងឃើញការធ្វើដំណើរផងយើងវាមានមុនដំបូងគឺថ្ម3ក្រៀមអញ្ចឹងយើងឃើញកាលថ្ម3ក្រៀមហើយនឹងថ្មភក់បាទបិទពីលើឆ្លាក់ទៅដោយរូបបដិមាករផ្សេងគ្នាបាទដូចជារូបអប្សរាបាទហើយមានទាំងយមទូតមានទាំងពស់មានទាំងខាងនេះយើងឃើញបងได้ឃើញក្តាមទេបាទអានេះរូបអីគេមើលបងអាចទីទេខាងនោះអណ្ដើកឃើញទេអណ្ដើកខាងនេះគឺបាទហើយខាងនេះក្តាមបងឃើញអត់នេះក្តាមណាយើងឃើញរូបភាពក្តាមដ៏ពិតហើយខាងនេះស្អីគេកពើឬបកួយដេញសងបងបាទត្រឹមត្រូវបងប្អូននេះបាទសัตว์សោងបាទអិនសងបាទអញ្ចឹងយើងឃើញពស់ខ្លះសัตว์គឺបញ្ជាក់ពីកើតឡើងនៅក្នុងសម័យបាទសម័យនោះមានគ្រប់សពបងមានទាំងពីសោងមានតាំងពីស្អីទាំងអស់តាំងពីក្តាមបកាបកងបាទអញ្ចឹងយើងមើលការឆ្លាក់នេះមានទាំងរូបច្បាស់និងរូបមិនច្បាស់ពីព្រោះខាងលើនេះយើងអត់បានតម្រៀបថ្មភក់ដើម្បីឆ្លាក់ទៅដល់ខាងលើទេការក្តៅកុំឲ្យវាក្តៅពីលើចុះមកខាងក្រោមព្រោះខាងលើនោះជាមេមដុតខ្មោចឬគេហៅថាបាទខាងលើបាទនេះគឺពួកយមទូតណាមិនមែនជាអប្សរាទេគឺពួកពីបាទថ្ម3ក្រៀមបាទចឹងបងឃើញគេជួសជុលនៅក្នុងឆ្នាំ1960បាទ60ដល់2025វា65ឆ្នាំហើយក្នុងការជួសជុលអានេះគឺថ្ម3ក្រៀមហើយខាងក្រោមនៃចង្កេះថ្ម3ក្រៀមនឹងគេបូកទៅដោយបាទស៊ីម៉ង់អញ្ចឹងរូបភាពនៅខាងក្នុងបងឃើញទេខាងលើក្រុមការងារយើងនឹងយើងឃើញរូបខ្លះឆ្លាក់ទៅតាមជ្រុងនីមួយ